ចា៎ពេលចេញក្បាលវីដេអូឃើញមានសលេងណាម៉ៃអ្នកទាំងអស់គ្នាគាត់ជាឆ្ងល់ហើយចា៎ក្នុងពេលនេះគឺខ្ញុំចង់ជម្រាបជូនម៉ាក់ទាំងអស់គ្នាប៉ាទាំងអស់គ្នាដែលមានកូនត្រឹមតែពេញវ័យចា៎ធម្មតាកូនពេញវ័យដំបូងគាត់តែងតែមានអារម្មណ៍ប្រែប្រួលដូចជាខ្មាស់អៀនតាំងពីដេកដើរឈរអង្គុយការនិយាយស្ដីគឺគាត់ចាប់ផ្ដើមប្រែប្រួលហ្មងអញ្ចឹងម៉ាក់គួរតែណែនាំគាត់អំពីកត្តាចំណុច3ចំណុចសំខាន់ទី1ពាក់ព័ន្ធជាមួយនឹងការសម្អាតខ្លួនប្រាណទី2ពាក់ព័ន្ធជាមួយនឹងការសម្អាតអនាម័យតំបន់ពិសេសរបស់គាត់ចាហើយទី3គឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់សម្លេងអនាម័យផងដែរចាការប្រើប្រាស់សម្លេងអនាម័យគឺម៉ាក់គួរតែជ្រើសរើសសម្លេងណាដែលងាយស្រួលដល់គាត់ក្នុងការដេកដើរឈរអង្គុយបត់បែនគ្រប់កលៈទេសៈហើយត្រូវប្រកាសថាសម្លេងនោះគឺមានសុវត្ថិភាពសម្រាប់គាត់នៅពេលដែលគាត់ទៅសាលាជាដើមវាមិនហ៊ាចេញប្រឡាក់ខាងក្រៅដែលធ្វើឲ្យប្រឡាក់មកដល់ខោអាវខាងក្រៅធ្វើឲ្យគាត់មានអារម្មណ៍ថាអៀនខ្មាស់ចាហើយមួយវិញទៀតគឺពាក់ព័ន្ធជាមួយនឹងការសម្អាតតំបន់ពិសេសរបស់គាត់គឺជារឿងមួយដែលសំខាន់បំផុតចាពីព្រោះតែកាលណាយើងសម្អាតអត់បានល្អគឺវាធ្វើឲ្យមានបញ្ហារោគស្ត្រីមួយចំនួនទៅដល់គាត់ហើយជាពិសេសកើតឡើងនៅលើដែលក្មេងពេញវ័យដំបូងនឹងឯងគាត់អត់ទាន់យល់ដឹងពីការសម្អាតទេអញ្ចឹងម៉ាក់គួរតែបង្រៀនគាត់ក្នុងការសម្អាតប្រដាប់ភេទរបស់គាត់ចាពីមុខទៅក្រោយមានន័យថារាល់ពេលដែលគាត់ចូលបន្ទប់ទឹកហើយគឺគាត់លាងសម្អាតផ្នែកខាងមុខហើយឲ្យស្អាតទៅលាងផ្នែកគូតខាងក្រោយដើម្បីជៀសវាងការឆ្លងមេរោគពីគូតនឹងឆ្លងមកប្រដាប់ភេទរបស់គាត់ចាហើយទី2ទី3គឺពាក់ព័ន្ធជាមួយនឹងការសម្អាតខ្លួនប្រាណរបស់គាត់អនាម័យខ្លួនប្រាណរបស់គាត់ចាក៏ជាផ្នែកមួយដែលបង្កើនទំនុកចិត្តគាត់ផងដែរអញ្ចឹងបើសិនជាករណីម៉ាក់មានកូនដែលគាត់ទៅពេញវ័យដំបូងគួរតែយកចិត្តទុកដាក់បង្ហាត់បង្រៀនគាត់បន្ថែមពាក់ព័ន្ធជាមួយនឹងកត្តារស់នៅជុំវិញទាំងអស់នេះ3ចំណុចដូចដែលនាងខ្ញុំរៀបរាប់ខាងលើ